ឆ្នាំ2025ហើយបានទៅលេងទូរជាទៀតអត់ឥឡូវទូរជាឃើញថាស្ងប់ស្ងាត់ជាងមុនស្ងប់ស្ងាត់ពីមួយឆ្នាំទៅមួយឆ្នាំដោយសារតែបងប្អូនពុទ្ធបរិស័ទអត់ទៅលេងទូរជានៅតែមានសម្រស់ស្រស់ស្អាតបើគិតតាំងពីប្រហែលឆ្នាំមុនជិត 4-10 ឆ្នាំហើយបងប្អូនដែលតាំងពីទូរជានេះល្បីរហូតមកដល់បច្ចុប្បន្ននេះអត់សូវល្បីដូចមុនទេបងប្អូនហើយដោយសារតែអត់មានអ្នកអភិវឌ្ឍដូចមុនកុំអីទូរជាគឺជាកន្លែងដែលល្បីជាងគេក៏ដូចជាវត្តដែលល្បីជាងគេនៅប្រទេសកម្ពុជាហើយទូរជាគឺជាកន្លែងមួយដែលមានរូបពុទ្ធបដិមា2បាទរូបពុទ្ធបដិមាអង្គក្រោយដែលធ្វើហ្នឹងគឺធំអាចថាធំជាងគេនៅក្នុងប្រទេសកម្ពុជាយើងប៉ុន្តែបន្ទាប់ពីភ្នំបូកគោធ្វើហើយអាចថាប្រហែលឆ្នាំទៀតគេនឹងសាងសង់រូបពុទ្ធបដិមាបាទនៅលើភ្នំបូកគោដែលមានកម្ពស់រហូតដល់ជាង 100 ម៉ែត្រអញ្ចឹងពេលនោះភ្នំបូកគោនឹងមានរូបពុទ្ធបដិមាដ៏ធំជាងគេហើយបងប្អូនអញ្ចឹងចាំពេលភ្នំបូកគោគេសាងសង់រូបពុទ្ធបដិមាដ៏ធំហើយចាប់បងប្អូនទៅលេងក៏មិនយឺតពេលដែរប៉ុន្តែបងប្អូនបើសិនជារលឹកនៅទូរជាបងប្អូនអាចមកលេងបាននៅស្រុកកោះធំណាស្រុកកោះធំដែលរូបពុទ្ធបដិមាក៏ដូចជាព្រះវិហារក៏ដូចជាកន្លែងដែលគេសាងសង់អត់ទាន់ហើយហ្នឹងមើលទៅរៀងត្រូវទឹកភ្លៀងត្រូវថ្ងៃត្រូវអីទៅវារៀងចាស់អញ្ចឹងដូចជាប្រាសាទអីមួយអញ្ចឹងណាបងប្អូនយើងមើលទៅជុំវិញវិហារលបងហ្នឹងមើលដូចជាប្រាសាទអញ្ចឹងតែវាឃើញឥដ្ឋមួយចំនួនបាទឥដ្ឋមួយចំនួនហ្នឹងគឺឃើញឥដ្ឋក្រហមយើងចាក់ស្ដែងនេះបងប្អូនបានឃើញអញ្ចឹងហើយដូចជាផ្ទះល្វែងដែលគេធ្វើសាងសង់ឲ្យពុទ្ធបរិស័ទនៅហ្នឹងគឺសល់ច្រើនបាទតនេច្រើនហើយបងប្អូនហើយអញ្ចឹងបងប្អូនអាចនឹករលឹកអីអាចចង់ទៅលេងក៏បានចង់យកបច្ច័យយកអីទៅប្រគេនព្រះសង្ឃក៏បានដែរបងប្អូនកុំឲ្យទូរជាស្ងាត់ពេកណាបងប្អូនអញ្ចឹងវីដេអូខ្ញុំបាទថ្ងៃនេះមានតែប៉ុណ្្នឹងទេចង់រំលឹកអនុស្សាវរីយ៍កន្លងមកដែលទូរជាធ្លាប់តែល្បីឥឡូវនេះអត់សូវមានពុទ្ធបរិស័ទទៅអញ្ចឹងណាបងប្អូនកុំចោលអីបាទតនេអាចទៅបាន